បើប្រសិនជាបញ្ចូលសត្វទេពទាំង4នេះគៀវហង្សក្រហមខ្លះនិងអណ្ដើកខ្មៅបញ្ចូលគ្នាជាសត្វទេពកំពូលមួយហើយបញ្ជូនទៅកាន់យុគសម័យក្រេតាស៊ីដោយឲ្យសត្វទេពនៃរាសីទាំង12ធ្វើជា boss តើវាអាចកំទេច boss បានទេវាមានឈ្មោះថាទេពវិញ្ញាណទាំង4ទេពវិញ្ញាណទាំង4ដែលមានកម្ពស់8ម៉ែត្រនិងទម្ងន់30តោននៅខណៈពេលដែលជន់ជើងចុះដីធ្វើឲ្យព្រៃក្រាស់ទាំងមូលញ័ររន្ធត់វាគឺជាទម្រង់កម្ពស់ដែលកើតចេញពីការរលាយបញ្ចូលគ្នានៃសត្វទេពទាំង4ទេស្មាខាងឆ្វេងមាននាគៀវគ្រប់ដណ្ដប់គ្រប់គ្រងអំណាចនៃជីវិតនិងខ្យល់ស្មាខាងស្ដាំមានក្លាសឈរយ៉ាងរឹងមាំសាច់ដុំលេចធ្លោពោពេញដោយជាតិណាសម្រាប់ឲ្យក្រហមចេះដែលព្យួរជុំវិញខ្លួនដូចជាអណ្ដាតភ្លើងបង្រួមខ្លួនគឺជាទម្រង់ពិតនៃភ្លើងហង្សក្រហមមានអំណាចដុតបំផ្លាញនិងរੂឡើងវិញទ្រូងនឹងក្នុងគ្រប់ដណ្ដប់ដោយក្រហមតែខ្មៅមានការការពារឥតដែនកំណត់និងគ្រឹះនៃផែនដីដ៏រឹងមាំទោះបីជាក្នុងគ្មានស្លាប់ប៉ុន្តែវាអាចប្រើស្លាប់ភ្លើងហង្សក្រហមនិងអំណាចខ្យល់នាគៀវដើម្បីហោះហើរលើអាកាសបានអំណាចនៃធាតុទាំង4ជួបជុំគ្នាក្នុងខ្លួនតែមួយរាល់ការកម្រើកដៃជើងសុទ្ធតែមានអំណាចរំលំភ្នំបំបែកដីខណៈដែលភ្នែករបស់វាសម្លឹងទៅកាន់ Dinosaur Rex ដែលកំពុងស៊ីចំណីនៅចម្ងាយ100ម៉ែត្រទេពវិញ្ញាណទាំង4មិនបង្កប់ពេលវេលាឡើយរាងកាយ30តោនបញ្ចេញល្បឿនបំបែកអាកាសភ្លាមត្រឹមតែមួយផ្លេតវាបានឆ្លងកាត់ចម្ងាយ100ម៉ែត្រហើយបង្ហាញខ្លួននៅក្បែរ Rex កម្លាំងដ៏មុតស្រួចនៃ Class ត្រូវបានបញ្ចូលទៅក្នុងដៃស្ដាំកណ្ដាប់ដៃធ្ងន់ដែលអមដោយខ្យល់បក់ខ្លាំងបានវាចំផ្ទៃមុខខាង Rex ដោយគ្មានក្បាច់រចនាRex ទម្ងន់ជាង10តោនត្រូវគេវាយខ្ទាតចេញដូចជាធ្មធំដែលបាញ់ចេញពីកាំភ្លើងធំវាបានបុកបាក់ដើមឈើធំចំនួន3ដើមជាប់គ្នាជើងទាំង4កន្ត្រាក់2ដងហើយក៏ស្ដុកស្ដឹងទាំងស្រុងចាប់តាំងពីការវាយប្រហាររហូតដល់សម្លាប់គឺប្រើពេលមិនដល់1ដង្ហើមផងមុនពេលការញញនៅក្នុងព្រៃបានស្ងប់ស្ងាត់ចំអក្សរខ្មៅមួយបានស្ទុះចុះពីលើចុងឈើអមដោយខ្យល់ឈាមវាគឺជាស្ដេចងឹតដែលកើតចេញពីការរួមបញ្ចូលគ្នានៃសត្វទាំង5ស្ដេចងឹតគឺជាការរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះនៃពងអន្ត្រីខ្លាឃ្មុំឆ្កែព្រៃនិងប្រជៀវមានកម្ពស់5ម៉ែត្រនិងទម្ងន់8តោនស្ដេចងឹតស្ទុះទៅចំពោះមុខទេពវិញ្ញាណទាំង4ហើយវាមួយកណ្ដាប់ដៃពេញទំហឹងទៅលើពោះរបស់ទេពវិញ្ញាណទាំង4ទេពវិញ្ញាណទាំង4មិនគេចហើយក៏មិនតបដែរប្រហែលជាចង់មើលថាតើស្រមោចតូចនេះមានសមត្ថភាពអ្វីខ្លះជាលទ្ធផលបន្ទាប់ពីស្ដេចងឹតវាមួយឈុតមកទេពវិញ្ញាណទាំង4នៅតែមានរោគពីធម្មតានេះធ្វើឲ្យស្ដេចងឹតដែលមានប្រាជ្ញាដូចមនុស្សយល់ថាសត្រូវចំពោះមុខមិនអាចកម្រើកបានសំបីតែបន្តិចដូច្នេះវាក៏រត់គេចខ្លួនភ្លាមប៉ុន្តែនៅពេលនេះទេពវិញ្ញាណទាំង4បានកម្រើកទេពវិញ្ញាណទាំង4បានផ្លាស់ទីមួយផ្លែតទៅចំពោះមុខស្ដេចងឹតដែលឆ្វេងតែប្រកបដោយអំណាចណាគៀវបានវាមួយកណ្ដាប់ដៃទៅលើផ្ទៃមុខរបស់ស្ដេចងឹតស្ដេចងឹតត្រូវគេវាយដួលទៅលើដីភ្លាមមិនទាន់ទាំងឲ្យស្ដេចងឹតថយក្រោយដកដង្ហើមផងដៃស្ដាំរបស់ទេពវិញ្ញាណទាំង4ក៏វាចេញម្ដងទៀតអណ្ដាតភ្លើងហង្សក្រហមបានបាញ់ចេញតាមខ្យល់កណ្ដាប់ដៃខ្លាយជាសោភ្លើងពណ៌ក្រហមបានបុកជំទ្រូងរបស់វាពេញទំហឹងស្ដេចងឹតត្រូវគេវាយឲ្យហោះលើអាកាសហើយបុកយ៉ាងខ្លាំងទៅលើភ្នំវាព្យាយាមក្រោកឈរបានតែកណ្ដាលខ្លួនប៉ុន្តែគ្រាន់តែត្រូវបានកន្លះវិនាទីក៏ដួលសន្លប់ទៅលើដីប្រើពេលមិនដល់2ទឹកផងស្ដេចងឹតក៏ត្រូវបាត់បង់ជីវិតទាំងស្រុងចំពេលនោះឯងសម្លេងនេះក្រហមយ៉ាងខ្លាំងបានលាន់ឡើងពីលើពុកស្ដេចទេពដែលមានកម្ពស់8ម៉ែត្របានចុះមកយ៉ាងយឺតពីលើពុករាងកាយទម្ងន់30តោនបានធ្វើឲ្យខ្យល់ជុំវិញស្ងប់ស្ងាត់វាគឺជាទម្រង់រួមបញ្ចូលគ្នាចុងក្រោយនៃសត្វរាសីទាំង12ទេពវិញ្ញាណទាំង4មិននិយាយអ្វីមួយម៉ាត់ឡើយចុងជើងជន់ដីស្រាលហើយរាងកាយក៏ហោះឡើងលើអាកាសភ្លាមហោះសំដៅទៅរកស្ដេចទេពនៅចម្ងាយ1000ម៉ែត្រទៅលើអាកាសរូបរាងដ៏ធំសម្បើមទាំងពីរបានបុកគ្នាខ្លាំងកណ្ដាប់ដៃធ្ងន់របស់ខ្លះនិងក្រញាំនេះបានបុកគ្នាសម្លេងលោះធាតុបុកគ្នាតែងតែលាន់រន្ធត់ពេញមេឃរលកចលាចោលបានបក់បោកទឹករោគទីធ្វើឲ្យពុកចាក់ខ្ចាយស្ដេចទេពបកស្លាប់ទាំងពីរដោយសារអំណាចនៃសេះល្បឿនរបស់វាក៏កើនឡើងយ៉ាងលឿនហើយហោះទៅខាងក្រោយទេពវិញ្ញាណទាំង4វាបានប្រើកែងដៃដែលប្រកបដោយភាពកាចសាហាវនៃខ្លាប្រាក់បុកយ៉ាងខ្លាំងទៅលើខ្នងរបស់ទេពវិញ្ញាណទាំង4អំណាចដីដ៏រឹងមាំនៃអណ្ដាតខ្មៅត្រូវបានបញ្ចេញភ្លាមក្រោះអណ្ដាតនៅក្នុងបានបញ្ចេញពន្លឺពណ៌លឿងដីរឹងមាំហើយទទួលការវាយប្រហារនេះដោយផ្ទាល់រាងកាយរបស់ទេពវិញ្ញាណទាំង4គ្រាន់តែស្រុតចុះបន្តិចបន្ទាប់មកក៏ងាកខ្លួនក្រវីដៃដែលឆ្វេងនាគៀវបាននាំយកផ្លេកបន្ទោលពណ៌បៃតងវាចេញយ៉ាងខ្លាំងពន្លឺផ្លេកបន្ទោលបានផ្ទុះឡើងលើដៃរបស់ស្ដេចទេពធ្វើឲ្យមានស្នាមឆេះខ្មៅអណ្ដាតភ្លើងហង្សក្រហមបានបាញ់ចេញពីជុំវិញខ្លួនរបស់ទេពវិញ្ញាណទាំង4រលកក្រហមឆ្អិនឆ្អៅបានបក់បោកពេញអាកាសស្ដេចទេពបើកមាត់បាញ់ចេញនៅដង្ហើមនាគភ្លើងពណ៌ខៀវទឹកកកលុបលឿងទាំងពីរបានបុកគ្នាហើយផ្ទុះឡើងលើអាកាសកម្ដៅខ្ពស់បានធ្វើឲ្យខ្យល់ជុំវិញឡើងកម្ដៅរហូតដល់វិតវេអ្នកទាំងពីរបានប្រយុទ្ធគ្នាតាំងពីលើពុក1000ម៉ែត្ររហូតមកដល់ខាងក្រោមសម្លេងបុកគ្នានៃកណ្ដាប់ដៃនិងក្រញាំបានលាន់ឡើងមិនដាច់រាល់ការបុកគ្នាសុទ្ធតែបង្កើតបានជាពន្លឺថាមពលយ៉ាងត្រកាលតាំងពីពុករហូតដល់ចុងឈើហើយពីចុងឈើធ្លាក់មកដីរូបរាងទាំងពីរបានធ្លាក់មកលើដីយ៉ាងខ្លាំងផ្ទៃដីចម្ងាយ100ម៉ែត្របានស្រុតចុះភ្លាមដើមឈើនិងរុក្ខជាតិជាច្រើនត្រូវរលកចលាចោលកិនកំទេចខ្លាយជាធូលីខណៈពេលធ្លាក់ដល់ដីទេពវិញ្ញាណទាំង4បានដណ្ដើមផលចំណេញមុនអំណាចខ្លះបានបញ្ចូលទៅក្នុងជើងទាំងពីរហើយស្ទុះទៅមុខដោយក្របកាំភ្លើងធំដែលឆ្វេងនាំយកកម្លាំងធ្ងន់រាប់ពាន់តោនពីចំពោះរបស់ស្ដេចទេពធ្ងន់មួយសម្លេងអំណាចនៃគោបានទទួលរងការវាយប្រហារនេះបន្ទាប់មកដៃស្ដាំបានប្រែជាក្រញាំអំដោយភាពពិស្ពុលដោយពស់សម្ដៅទៅរកភ្នែករបស់ទេពវិញ្ញាណទាំង4អៀងបើគេចផុតពីការវាយប្រហារកែងដៃស្ដាំបានវាយបកវិញយ៉ាងខ្លាំងចំផ្ទៃមុខខាងរបស់ស្ដេចទេពធ្វើឲ្យវាថយក្រោយជាច្រើនជំហានហើយឈាមពណ៌មាសបានហូរចេញពីមាត់ស្ដេចទេពស្រែកក្រហមដោយកំហឹងអំណាចនៃសត្វរាសីទាំង12បានផ្ទុះឡើងព្រមគ្នារាងកាយបញ្ចេញពន្លឺ12ពណ៌កណ្ដាប់ដៃទាំងពីរវាចេញព្រមគ្នាអំដោយកម្លាំងដ៏ខ្លាំងក្លាដូចជាបាក់ភ្នំរលំសមុទ្រអំណាចធាតុទាំង4របស់ទេពវិញ្ញាណទាំង4បានដំណើរការព្រមគ្នាផ្លេចបន្ទោលនាគៀវនៅដៃឆ្វេងខ្យល់ខ្លះនៅដៃស្ដាំភ្លើងហង្សក្រហមនៅផ្ទៃក្រៅនិងដីអណ្ដាតខ្មៅនៅកណ្ដាប់ដៃអំណាចធាតុទាំង4បានជួបជុំគ្នានៅកណ្ដាប់ដៃទាំងពីរហើយតាំងទៅមុខដោយផ្ទាល់ក្នុងសម្លេងផ្ទុះយ៉ាងខ្លាំងផែនដីបានប្រឆាហើយធូលីបានហុយឡើងលើអាកាសស្ដេចទេពគ្រាន់តែមានអារម្មណ៍ថាដៃទាំងពីរឈឺចាប់យ៉ាងខ្លាំងអំណាចដែលខ្ចាត់ខ្ចាយទាំង12ត្រូវអំណាចធាតុទាំង4ដែលរួមបញ្ចូលគ្នាជានិមិត្តរូបសង្កត់ត្រឡប់មកវិញទ្រង់ដូចត្រូវភ្នំបុកចំឈាមពណ៌មាសមួយមាត់បានបាញ់ចេញមកហើយរាងកាយត្រូវខ្ទាតទៅក្រោយនៅលើដីមានស្នាមលេនឋានប្រវែងរាប់សិបម៉ែត្រវាបានត្រដេកក្រោកឈរឡើងទាំងលំបាកភ្នែកងាកពោពេញដោយភាពភ្ញាក់ផ្អើលនិងកំហឹងអំណាចទាំងមួយឡោយមើលទៅដូចជាច្រើនប៉ុន្តែរៀងខ្លួនមិនអាចប្រៀបផ្ទឹមនឹងការវិលជុំនៃអំណាចធាតុទាំង4របស់ទេពវិញ្ញាណទាំង4ដែលមានកម្លាំងឥតឈប់ឈរនោះទេទេពវិញ្ញាណទាំង4ដើរទៅមុខយឺតជុំវិញខ្លួនមានផ្លេកបន្ទោលភ្លើងខ្យល់និងពន្លឺដីបន្តិចម្ដងបានប្រមូលផ្ដុំគ្នានៅខាងមុខទ្រង់ខ្លាចជាក្របពន្លឺ4ពណ៌ដែលកំពុងរង្វង់អំណាចកម្ពុជានៃធាតុទាំង4ដែលរួមបញ្ចូលគ្នាកំពុងតែត្រៀមបាញ់ចេញស្ដេចទេពសម្លឹងមើលក្របពន្លឺដែលកាន់តែភ្លឺខ្លាំងឡើងនៅក្នុងចិត្តជាលើកដំបូងមានអារម្មណ៍ភ័យខ្លាចដោយឆ្អឹងវាដឹងថាប្រសិនបើទូកាវិ
រហ័សនេះមួយដៃទៀតខ្លួនពិតជាគ្មានផ្លូវរួចឡើយដូច្នេះដោយគ្មានការស្ទាក់ស្ទើរបន្តិចណាវាបានបកស្លាប់ទាំងពីរយ៉ាងខ្លាំងងាកខ្លួនហោះទៅកាន់ជើងមេឃភ្លៀងបន្សល់ទុកតែសម្លេងស្រែកក្រហមដោយមិនសុខចិត្តហើយរូបរាងក៏បាត់ទៅក្នុងពុកយ៉ាងលឿនទេពវិញ្ញាណទាំង4មិនបានដេញតាមឡើយគ្រាន់តែប្រមូលអំណាចជាតិទាំង4ត្រឡប់មកវិញប្រសិនបើបុកបញ្ចូលការតែឆាដំរីសន្តិវិញ្ញាណទាំង4នឹងគ្រប់គ្រាន់ជួយធ្វើឲ្យស្ដេចចម្លែកឯកដីមួយហើយបញ្ជូនវាទៅយុគសម័យ Cretaceous រួចឲ្យស្ដេចដំរីស្លាប់បិសាចធ្វើជា boss តើវាអាចប្រយុទ្ធឈ្នះស្ដេចដំរីស្លាប់បិសាចដែរឬទេសត្វចម្លែកកែច្នៃសែនដែលត្រូវបានគេប្រសិទ្ធនាមថាលើសត្វពីរទាំង5មួយក្បាលនេះមានប្រវែង12ម៉ែត្រកម្ពស់ស្មើ5ម៉ែត្រនិងមានទម្ងន់ដល់ទៅ10តោនវាគឺជាម៉ាស៊ីនកាប់សម្លាប់លើគោកដែលកើតចេញពីការគុំសែនពីរទាំង5ដងខ្លួនរបស់វាគ្រប់ដណ្ដប់ដោយស្បែកក្រាស់និងក្រពេញពីរបស់កង្កែបព្រមទាំងឆ្អឹងខ្នងកាល់ស្យូមការពារខាងក្រៅរបស់ក្អែបធ្មេញនិងស្នែងរបស់សត្វសាហាវធម្មតាមិនអាចទម្លុះការការពាររបស់វាបានឡើយសងខាងដងខ្លួនមានជើង12គូដែលរួមបញ្ចូលនូវសមត្ថភាពរត់យ៉ាងលឿនរបស់ក្អែបនិងសមត្ថភាពតោងស្អិតលើថ្មរបស់តុកកែមិនថាកំរឹតឆ្កោនឬជញ្ជាំងថ្មគឺវាអាចរត់បានយ៉ាងរលូនដូចដីរាបស្មើក្បាលរបស់វាគឺជាការរួមបញ្ចូលគ្នារវាងពូពីសនិងល្មូនគៀមទាំងពីរពេញដោយធ្មេញពីសប្រហោងសារធាតុពុលប្រព័ន្ធប្រសាទដែលវាបញ្ចេញអាចធ្វើឲ្យឌីណូស័រទម្ងន់រាប់សិបតោនស្ពឹកក្នុងពេលប៉ុន្មានវិនាទីស្មាទាំងសងខាងមានដុសកន្ទុយខ្យាដំរីមួយគូដែលអាចប្រើជាឈ្មោះវាកំទេចយ៉ាងខ្លាំងក្លានិងអាចចាក់ទម្លុះយ៉ាងច្បាស់លាស់ដើម្បីបាញ់បញ្ចូលទឹកពីស្លីឡំចូលទៅក្នុងមុខរបួសវាក៏បានបន្តវេននូវសមត្ថភាពដុសអវយវៈឡើងវិញរបស់តុកកែផងដែរដរាបណាសរីរាង្គសំខាន់មិនត្រូវរងការខូចខាតធ្ងន់ធ្ងរអវយវៈដែលដាច់នឹងអាចភ្ជាប់នឹងដុសឡើងវិញក្នុងពេលប៉ុន្មាននាទីសត្វពីរទាំង5បានមកដល់វាទំនាបនៃយុគសម័យ Cretaceous ខ្យល់ក្តៅសាមបានបក់បោកក្លិនរុក្ខជាតិបូកប្រាកាមកលើវាភ្លាមនោះវាបានឃើញស្រមោលពណ៌ស្វាយខ្មៅមួយចុះមកពីលើមេឃក្រញាំជើងដ៏ធ្ងន់បានបុកទងគិតនឹងដីបង្កើតជាធូលីហុយត្រឡោមជុំវិញអ្នកដែលមកដល់នោះគឺស្ដេចខ្យាដំរីស្លាប់បិសាចមានកម្ពស់5ម៉ែត្រទម្ងន់3តោនវាគឺជាការបូកបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងមនុស្សខ្យាដំរីស្ដេចកណ្ដូបនិងកំប្រតុងសត្វពីរទាំង5បានព្រោះទឹកពីចេញពីមាត់ហើយបញ្ចេញសំឡេងក្រហមយ៉ាងជ្រៅជើង12គូបានធាក់ដីហើយរាងកាយដ៏ធំសម្បើមបានស្ទុះចូលមកយ៉ាងខ្លាំងក្លាកន្ទុយខ្យាដំរីពីរនៅលើស្មារបស់វាបានចាក់ចូលទៅលើនឹងក្រោមឆ្លាស់គ្នាស្ដេចខ្យាដំរីស្លាប់បិសាចមិនគេចវិលឡើយហើយបានខ្វែងដៃទាំងពីរការពារនៅខាងមុខសម្លេងទង្គិចគ្នាយ៉ាងខ្លាំងបានលាន់ឡើងស្ដេចខ្យាដំរីស្លាប់បិសាចត្រូវកម្លាំងចច្រើនរុញថយក្រោយប៉ុន្មានម៉ែត្រដីនៅក្រោមជើងត្រូវបានអូសជារងយ៉ាងជ្រៅពីមិនទាន់ទាំងចាំឲ្យសត្វពីរទាំង5វាប្រហារម្ដងទៀតផងស្ដេចខ្យាដំរីស្លាប់បិសាចបានបកស្លាប់ទាំងពីរយ៉ាងខ្លាំងហោះផុតពីដីកន្លះម៉ែត្រដៃស្ដាំបានប្រមូលកម្លាំងដាយ៉ាងខ្លាំងទៅលើក្បាលសត្វពីរទាំង5សត្វពីរទាំង5ត្រូវកម្លាំងដាវនេះធ្វើឲ្យងើយក្បាលទៅក្រោយរាងកាយដ៏ធំបានតូទៅក្រោយពីជំហានវាបានក្រហមដោយកំហឹងហើយកន្ទុយពីនៅលើស្មាបានចាក់ចេញមកដូចពស់ពីចេញពីគុហាស្ដេចខ្យាដំរីស្លាប់បិសាចបានអៀងខ្លួនទៅក្រោយហើយបកស្លាប់បិសាចរំកើខ្លួនចេញប៉ុន្មានម៉ែត្រចុងកន្ទុយបានឆ្កូតត្រូវស្មារបស់វាបន្តិចមិនទាន់ចាំឲ្យសត្វពីរទាំង5តាំងចំហនឹងនៅឡើយស្ដេចខ្យាដំរីស្លាប់បិសាចបានស្ទុះចុះមកក្រោមរួចជាស្រេចដៃស្ដាំក្តាប់ដៃយ៉ាងណែនហើយប្រើកម្លាំងស្ទុះចុះមកដល់យ៉ាងខ្លាំងទៅលើមុខសត្វពីរទាំង5ក្បាលរបស់សត្វពីរទាំង5ត្រូវវាឲ្យងក់ចុះយ៉ាងខ្លាំងឈាមពីស្ក្លិនឆ្អេះបានខ្ទាតចេញពីគៀនមាត់របស់វាវិលមុខមិនទាន់ដឹងខ្លួនស្រួលបួលផងដៃឆ្វេងរបស់ស្ដេចខ្យាដំរីស្លាប់បិសាចក៏បានដើរបន្តទៀតកណ្ដាប់ដៃទី2បានវាប្រហារចំទីតាំងដដែលយ៉ាងច្បាស់លាស់កម្លាំងរញ្ជួយបានរាលដាលពីចង្កបើទៅពេញរាងកាយស្ដេចខ្យាដំរីស្លាប់បិសាចបានប្រើល្បឿនធាក់ចុះមកប្រើជង្គង់បុកទៅមុខយ៉ាងខ្លាំងទៅលើភ្នែករបស់សត្វពីរទាំង5សត្វពីរទាំង5បានស្រែកដោយការឈឺចាប់ភ្នែកម្ខាងត្រូវបានបុកឲ្យខ្វាក់ភ្លាមឈាមពណ៌បៃតងបានហូរចេញពីភ្នែកតាមថ្ពាល់របស់វាបានបង្វិលខ្លួនយ៉ាងឆ្កួតលីលាជើង12គូបានធាក់ជន់ពីពេញដីដើមឈើនិងព្រៃជុំវិញត្រូវបានកិនកំទេចជាទួលកន្ទុយខ្យាដំរីពីរនៅលើស្មាបានបក់បោកយ៉ាងសាហាវហើយចាប់ប្រហាររើសមុខប៉ុន្តែស្ដេចខ្យាដំរីស្លាប់បិសាចបានតោងឡើងទៅលើខ្នងរបស់វារួចជាស្រេចដៃឆ្វេងបានចាប់កន្ទុយពី2នៅលើស្មាយ៉ាងណែនដៃស្ដាំក្តាប់ដៃដើរបន្តយ៉ាងខ្លាំងទៅលើក្បាលសត្វពីរទាំង5សត្វពីរទាំង5បានប្រឹងរវត្តខ្លួនហើយរមៀលលើដីដើម្បីជំរុះស្ទើរនៅលើខ្នងប៉ុន្តែស្ដេចខ្យាដំរីស្លាប់បិសាចបានជាប់នៅលើខ្នងវាយ៉ាងណែនដូចដុំដែកមិនថាក្រវ៉ាត់យ៉ាងណាក៏មិនកម្រាក់ឡើយបន្ទាប់មកកន្ទុយខ្យាដំរីនៅខាងក្រោយស្ដេចខ្យាដំរីស្លាប់បិសាចបានលេចចេញមកយ៉ាងលឿនចុងកន្ទុយរាងកោងបានតម្រង់ទៅរកប្រហោងក្រោះទន់នៅផ្នែកខាងក្រោយរបស់សត្វពីរទាំង5ហើយបានចាក់ចូលទៅយ៉ាងខ្លាំងសារធាតុពុលដ៏ខ្លាំងក្លាបានចាក់បញ្ចូលទៅក្នុងរបស់សត្វពីរទាំង5ភ្លាមប៉ុន្តែការស្ពឹកនឹងទន់ដៃជើងដែលរំពឹងទុកនោះមិនបានកើតឡើងឡើយព្រោះសត្វពីរទាំង5បានបន្សាបសារធាតុពុលនោះដោយសារធាតុពុលផ្ទាល់ខ្លួនភ្លាមវាមិនត្រឹមតែមិនត្រូវបានគ្រប់ដណ្ដប់ឡើយប៉ុន្តែថែមទាំងត្រូវជំរុញកំហឹងដោយការឈឺចាប់ទៀតផងវាបានបញ្ចេញសំឡេងក្រហមលាន់ពេញព្រៃស្ទុះទៅមុខយ៉ាងសាហាវហើយយកខ្នងទៅបុកដើមឈើធំកម្ពស់រាប់រយម៉ែត្រនៅជិតនោះដើមឈើដ៏ធំត្រូវបានបាក់រំភ្លាមស្ដេចខ្យាដំរីស្លាប់បិសាចបានបកស្លាប់ហោះចេញផុតរួចជាស្រេចវាបានដឹងភ្លាមថាសារធាតុពុលមិនមានប្រសិទ្ធភាពឡើយវាបានបដូរយុទ្ធសាស្ត្រភ្លាមសត្វចម្លែកនៅខាងមុខទោះបីជាមានកម្លាំងខ្លាំងក្លានិងសមត្ថភាពការពារនឹងវាប្រហារខ្ពស់ក៏ដោយប៉ុន្តែវាមានត្រឹមតែសភាពកិត្តកាប់សម្លាប់របស់សត្វព្រៃប៉ុណ្ណោះដោយគ្មានគំនិតយុទ្ធសាស្ត្រទាល់តែសោះវាចេះតែប្រើកម្លាំងបុកប្រហារដោយឆ្កួតលីលាដោយមិនចេះបែងចែកកម្លាំងកាយឡើយមិនទាន់ចាំឲ្យសត្វពីរទាំង5បង្វិលខ្លួនស្រួលបួលផងស្ដេចខ្យាដំរីស្លាប់បិសាចបានស្ទុះចុះមកពីខាងជ្រុងរួចជាស្រេចក្រញាំដ៏មុតស្រួចបានចាប់កាន់សន្លាក់ជើងមួយរបស់វាយ៉ាងច្បាស់លាស់ដៃទាំងពីរបានប្រមូលកម្លាំងរួចយ៉ាងខ្លាំងសម្លេងបាក់ឆ្អឹងបានលាន់ឡើងហើយសន្លាក់ឆ្អឹងកាល់ស្យូមខាងក្រៅត្រូវបានបាក់ភ្លាមជើងមួយនោះបានទន់តូចចុះទៅសត្វពីរទាំង5បានប្រហឹមដោយការឈឺចាប់ហើយកន្ទុយពីនៅលើស្មាបានបក់បោកទៅក្រោយក្នុងពេលតែមួយខ្យល់ខ្លាំងបានបក់បោកដីឲ្យហុយត្រឡោមប៉ុន្តែវាបានត្រឹមតែស្រមោលប៉ុណ្ណោះស្ដេចខ្យាដំរីស្លាប់បិសាចបានបោះលៀបហោះឡើងទៅលើអាកាសរួចជាស្រេចបន្ទាប់មកទៀតគឺជាការប្រយុទ្ធនឹងអូបន្លាយពេលឥតឈប់ឈរស្ដេចខ្យាដំរីស្លាប់បិសាចបានប្រើប្រាស់ភាពរហ័សរហួនដ៏អស្ចារ្យដែលបានមកពីស្លាប់បិសាចដើម្បីរក្សាចម្ងាយនៅក្បែរព្រំដែននៃជួរវាយប្រហាររបស់សត្វពីរទាំង5ជានិច្ច
រាល់ពេលដែលសត្រូវបង្វិលខ្លួនមកបុកវាបានគេចចេញយ៉ាងរហ័សរាល់ពេលដែលសត្រូវបកកន្ទុយវាប្រហារវាបានហោះឡើងលើដើម្បីគេចខ្លួនរាល់ពេលដែលបង្កើតចម្ងាយបានវាប្រកាសជាស្ទុះចុះមកក្រោមឬប្រើកណ្ដាប់ដៃធ្ងន់វាប្រហារទៅលើភ្នែកច្រមុះមាត់និងផ្នែកទន់របស់សត្រូវឬប្រើក្រញាំមុតស្រួយខ្វាយត្រង់កន្លែងភ្ជាប់រវាងជើងនិងដងខ្លួនឬប្រើកែងដៃវាប្រហារទៅលើមុខរបួសចាស់នៅលើក្រោះខ្នងវាមិនដែលប្រយុទ្ធយូរឡើយវាមួយដៃហើយគេចចេញភ្លាមដោយមិនប្រយុទ្ធធ្វើតាំងកម្លាំងដោយផ្ទាល់ឡើយសត្វពីរទាំង5ត្រូវបានដុតរោដោយកំហឹងជើង12គូបានធាក់ដីជីវ័នបន្ទាប់ហើយរត់បុកពីពេញវាទំនៀបកន្ទុយពីនៅលើស្មាបានបកយ៉ាងឈួតលីលាប៉ុន្តែការវាប្រហាររបស់វាគឺពឹងផ្អែកលើសភាពគិតទាំងស្រុងរាល់ការស្ទុះវានិងការចាក់កន្ទុយគឺប្រើប្រាស់កម្លាំងពេញទំហឹងរាងកាយទម្ងន់10តោនរាល់ពេលបដូរទីដែលនឹងឈប់ភ្លាមគឺកំពុងបាត់បង់ធម៌ពលយ៉ាងខ្លាំងទោះបីជាវាមានសមត្ថភាពដុសឡើងវិញរបស់តុកកែដែលអាចជួសជុលការខូចខាតត្រង់សន្លាក់ជាបន្តបន្ទាប់ក៏ដោយប៉ុន្តែការដុសកោសិកាឡើងវិញត្រូវចំណាយជីវជាតិនិងធម៌ពលយ៉ាងច្រើនការជួសជុលមុខរបួសញឹកញាប់បូករួមទាំងការរត់វាប្រហារឈប់ឈរបានធ្វើឲ្យកម្លាំងកាយរបស់វាហូរប្រឡាក់ចេញដោយទឹកបាក់ទំនប់កន្លះម៉ោងបានកន្លងផុតទៅដង្ហើមរបស់សត្វពីរទាំង5កាន់តែដកដង្ហើមធំឡើងទ្រូងនិងពោះរបស់វាបានឡើងចុះយ៉ាងខ្លាំងជាងដែលទើបតែដុសឡើងវិញបន្ទាប់ពីបាក់ក៏ខ្វះកម្លាំងដោយសារតែការអស់កម្លាំងកាយឆ្អឹងការពីខាងក្រៅមិនរឹងមាំដោយការពីដំបូងឡើយវាចាប់តាមជប់សម្រាប់ញឹកញាប់ហើយដកដង្ហើមធ្ងន់ចេញពីទ្រូងប៉ុន្តែភ្នែកទាំងពីរកៅឆេះដោយកំហឹងចង់សម្លាប់ហើយសម្លឹងមើលសត្រូវនៅលើអាកាសយ៉ាងណែនវាសាហាវខូខើដោយមិនចេះដកថយឬរក្សាធម៌ពលឡើយស្ដេចខ្យាដំរីស្លាប់វាសាច់ឃើញសត្រូវអស់កម្លាំងរលីងពីខ្លួនក៏ឈប់ហោះហើរគេចវិទៀតវាបានបត់ស្លាប់ទាំងពីរហើយស្ទុះចុះមកត្រង់ពីលើអាកាសដៃស្ដាំបានដាល់យ៉ាងខ្លាំងទៅលើមុខរបស់សត្វពីរទាំង5សត្វពីរទាំង5បានស្រែកធ្ងោយ៉ាងស្អកស្កប់រាងកាយដ៏ធំសម្បើមបានឃ្លាតហើយមិនអាចឈរឲ្យនឹងឡើយស្ដេចខ្យាដំរីស្លាប់វាសាច់បានប្រើដៃទាំងពីរចាប់បន្លានៅលើក្បាលវាយ៉ាងណែនបញ្ជូនកម្លាំងពេញរាងកាយទៅជើងទាំងពីរហើយយកជង្គង់សង្កត់លើខួរក្បាលខាងក្រោយរបស់វាយ៉ាងខ្លាំងសត្វពីរទាំង5បានប្រឹងងើបក្បាលរវត្តខ្លួនប៉ុន្តែធម្មពលដែលអស់រលីងមិនអាចទ្រទ្រង់រាងកាយទម្ងន់10តោនបានឡើយក្បាលរបស់វាត្រូវគេសង្កត់ឲ្យទាបទៅចុងច្រមុះទើបតែប៉ះនឹងដីហើយមានត្រឹមតែសម្លេងក្រហមមិនសុខចិត្តនៅក្នុងបំពង់ក៏ប៉ុណ្ណោះការវាប្រហារផ្ដាច់ព្រាត់បានមកដល់ភ្លាមស្ដេចខ្យាដំរីស្លាប់វាសាច់បានលោតចុះទៅខាងមុខរបស់វាស្លាប់ទាំងពីរបានលាតសន្ធឹងយ៉ាងត្រង់នៅខាងក្រោយកម្លាំងពេញរាងកាយត្រូវបានប្រមូលផ្ដុំនៅលើក្រញាំស្ដាំរាងកាយរបស់វាបានប្រែជាភ្លេចបន្ទោលពណ៌ស្វាយខ្មៅមួយស្ទុះទៅមុខយ៉ាងពេញទំហឹងក្រញាំស្ដាំបានចាក់ចូលចំរបស់សត្វពីរទាំង5ដោយផ្ទាល់រាងកាយដ៏ធំរបស់សត្វពីរទាំង5បានកន្ត្រាក់យ៉ាងខ្លាំងមួយរំពេចរាងកាយទម្ងន់10តោនដែលអស់កម្លាំងរលីងបានដួលរំទៅលើដីយ៉ាងខ្លាំងធ្វើឲ្យព្រៃទាំងមូលរញ្ជួយបន្តិចបន្តួចនៅសល់តែទ្រូងដែលដកដង្ហើមឡើងចុះយ៉ាងខ្សោយប៉ុន្មានដងទៀតប៉ុណ្ណោះហើយមិនយូរប៉ុន្មានក៏ស្ងប់ស្ងាត់ទាំងស្រុងទោះបីជាសត្វពីរទាំង5មានកម្លាំងខ្លាំងក្លាអស្ចារ្យយ៉ាងណាក៏ដោយប៉ុន្តែវាមានត្រឹមតែសភាពកឹកកាប់សម្លាប់ដោយគ្មានរាជញាយុទ្ធសាស្ត្រឡើយចុងក្រោយវានៅតែមិនអាចយកឈ្នះការគ្រប់ដណ្ដប់លើអាកាសការអូសបន្លាយពេលនិងការបំផ្លាញធម៌ពលជាបន្តបន្ទាប់របស់ស្ដេចខ្យាដំរីស្លាប់វាសាច់បានឡើយការប្រយុទ្ធឆ្លងកាត់សែនមួយនេះត្រូវបានបញ្ចប់ដោយជ័យជំនះទាំងស្រុងរបស់ស្ដេចខ្យាដំរីស្លាប់វាសាច់